ចិត្តរបស់យើងគឺកើតឡើងដឹងអារម្មណ៍បានតាមបញ្ញទ្វារនិងមโนទ្វារហើយអារម្មណ៍ម្នាក់នឹងបើសម្រាយឲ្យងាយស្ដាប់ងាយយល់អារម្មណ៍នៅពេលដែលវាកើតឡើងគឺវានឹងនៅជាមួយយើងប្រហែលតែ1នាទីកន្លះប៉ុណ្ណោះដូច្នេះហើយគឺវាជារយៈពេលដែលមិនយូរប៉ុន្មាននោះទេប៉ុន្តែដែលហេតុផលមនុស្សជាច្រើនវែកញែកមិនបានហើយបដិសេធថាវាមិនអញ្ចឹងទេអារម្មណ៍នោះវានៅជាមួយយើងបានយូរណាស់ដោយសេចក្តីពិតទៅគឺដោយហេតុដែលការវែកញែកសេចក្តីពិតមិនបាននោះគឺព្រោះតែយើងបានដឹកនាំអារម្មណ៍ខ្លួនឯងទៅតោងជាប់ស្អិតនៅធម្មអារម្មណ៍ផ្សេងខាងក្រៅហើយយើងក៏ទៅលិចលង់ទៅជាមួយនឹងអារម្មណ៍នោះនេះហើយគឺជាហេតុផលដែលធ្វើឲ្យអារម្មណ៍ទាំងឡាយនៅគណៈនីមួយហ្នឹងវាតោងស្អិតយូរជាងឬលើសពី90វិនាទីដូច្នេះហើយនៅពេលដែលអារម្មណ៍នោះកើតឡើងគឺយើងត្រូវតែមានតួនាទីត្រឹមតែទទួលដឹងនៅអារម្មណ៍នោះប៉ុណ្ណោះមិនចាំបាច់ទៅបដិសេធវាឡើយគឺគ្រាន់តែទទួលដឹងព្រោះនៅពេលដែលអារម្មណ៍នោះបានកើតឡើងគឺមានន័យថាវាត្រូវតែមានហេតុផលជានិច្ចគឺយើងគ្រាន់តែពិនិត្យមើលវាប្រៀបដូចជាអ្នកកំពុងតែបើកបរឆ្លងកាត់ទៅហើយក៏បានឃើញភ្លើងស្តុបចរាចរណ៍ឃើញហាងនេះឃើញហាងនោះឃើញដើមឈើឃើញផ្ទះអាគារផ្សេងជាដើមគឺកំណត់ដឹងត្រឹមតែឃើញហើយមិនចាំបាច់ត្រូវទៅតាក់តែងវិនិច្ឆ័យអ្វីឡើយនេះហើយគឺជាវិធីក្នុងការបញ្ឈប់មិនឲ្យអារម្មណ៍នោះមានអំណាចដែលអាចគ្រប់គ្រងជីវិតរបស់អ្នកបានដោយភាគច្រើនមនុស្សយើងបានបណ្ដោយឲ្យអារម្មណ៍គ្រប់គ្រងជីវិតខ្លួនបានដូចជាការដែលអ្នកបានឃើញដើមឈើហើយក៏បន្តទៅវែកញែកវិនិច្ឆ័យដល់ទៅស្លឹកឈើពណ៌ខៀវពណ៌ក្រហមលឿងរហូតទៅដាំបែបម៉េចមើលថែបែបម៉េចធ្វើម៉េចទើបដាំបានជាដើមលាក់ដោយតាក់តែងបន្ថែមស្វែងរកហេតុផលកាន់តែវែងឆ្ងាយទៅធ្វើឲ្យចិត្តសៅហ្មងកាន់តែច្រើនឡើងខ្លាំងឡើងរឿយពីមួយថ្ងៃទៅមួយថ្ងៃគ្មានទីបញ្ចប់បើសិនបើអ្នកចេះយល់ដឹងហ្វឹកហាត់ក្នុងការអប់រំចិត្តឲ្យមានសតិដឹងទាន់ដោយត្រឹមតែឃើញថាដើមឈើស្លឹកវាពណ៌ខៀវហើយកំណត់សតិដឹងត្រឹមតែប៉ុណ្ណឹងគឺបានហើយចប់ប៉ុន្តែប្រសិនបើមានការគិតចូលមករួមបញ្ចូលគិតតាក់តែងបន្ថែមនោះនឹងធ្វើឲ្យរឿងតូចតាចសោះប្រែคล้ายទៅជាវែងឆ្ងាយមិនចេះចប់ឡើយដែលមិនអាចធ្វើឲ្យយើងចាក់ចេញអំពីវដ្តទុក្ខនេះបានសោះឡើយ